មេរៀនសិទ្ធិអតិភិបខានចេញយូរមែនតើថ្ងៃហ្នឹងចង់មក challenge ជាមួយនឹងបងតោះគ្នាតោះបងអាចជួយឆ្លើយបន្តិចបានទេថាតើក្នុងសិទ្ធិអតិភិបទាំងអស់ហ្នឹងទាំងឡានហើយនិងម៉ូតូហ្នឹងតើឡានណាចេញទៅមុនអញ្ចឹងបងមើលតិចសិនទៅហើយខ្ញុំទុកពេលឲ្យបង30សេកុងសម្រាប់គិតហើយនឹងឆ្លើយតោះទឹង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 ចាចម្លើយរបស់អ្នកគ្រូគឺលេខ2ហើយនិងលេខ4គាត់មានសិទ្ធិស្មើគ្នាប៉ុន្តែបន្ទាប់ពីគាត់មានសិទ្ធិហើយបងត្រូវមើលថាតើទិសដៅពីអ្នកគាត់ហ្នឹងចេញទៅណាលេខ2គាត់បាត់ស្ដាំហើយលេខ4គាត់បាត់ឆ្វេងអញ្ចឹងបងគិតមើលថា2ហើយនិង4ហ្នឹងមួយណាមានសិទ្ធិទៅមុនច្បាស់ហាស្ដាំហើយនឹងឆ្វេងគឺស្ដាំទៅមុនអញ្ចឹងលេខ2គាត់ចេញទៅមុនបន្ទាប់មកគឺឡានលេខ4បាត់ឆ្វេងទៅតាមក្រោយហើយនៅសល់ឡានលេខ3ហើយជាមួយនឹងលេខ1លេខ3ទៅត្រង់លេខ1បាត់ឆ្វេងអញ្ចឹងតើឡានណាចេញទៅមុនគឺលេខ3ហើយបន្ទាប់មកលេខ1ដូច្នេះសម្រាប់សិទ្ធិអតិភិបនេះគឺ4ចេញបន្តកតុយគ្នាម៉ូតូលេខ2ចេញទៅមុនបន្ទាប់មកម៉ូតូលេខ4ចេញទៅតាមក្រោយហើយឡានលេខ3ចាទៅមុនបន្ទាប់មកលេខ1ហ្នឹងគាត់ចេញទៅក្រោយគេអញ្ចឹងនេះគឺជាមេរៀនសិទ្ធិអតិភិបជាចម្លើយអញ្ចឹងបងគាត់ថាត្រូវឬមិនត្រូវជួយ comment ខាងក្រោមជាចម្លើយបងដែលចង់ចុះឈ្មោះចូលរៀនសាលាបើកបរ ABC រៀនទាំងដៃចកោជាមួយនឹងច្បាប់បងអាចតាក់ទងមកកាន់លេខទូរស័ព្ទខាងលើរបស់សាលាសាខារបស់អ្នកគ្រូមាន2ទីតាំងទី1នៅចិត្តនឹងស្តុបយុគន្ធរអគារ42ជាន់សម្រាប់ទីតាំងទី2គឺនៅផ្សារស្ទឹងមានជ័យថ្មីទល់មុខប្រឆិតជាមួយស្តារស្ទឹងមានជ័យថ្មីជាមួយជ្រុកស្ទឹងមានជ័យតែម្ដងបងអាចតាក់ទងមកលេខទូរស័ព្ទខាងលើ2ខ្សែនឹងបានណាអរគុណច្រើនបង